សួស្តីអ្នកទាំងអស់គ្នាចឹងស្វាគមន៍មកកាន់វីដេអូទី1សម្រាប់អ្នកទាំងអស់គ្នាដែលចង់រៀនវេយ្យាករណ៍ភាសាអង់គ្លេសហើយខ្ញុំបានរៀបចំមេរៀននេះគឺសម្រាប់គ្នាយើងដែលនៅក្នុងកម្រិតដំបូងកម្រិត elementary ណាអត់មានអីជាលំហាត់អីដែលធ្ងន់ធ្ងរពិបាកយល់អីទេហើយមែនតើទៅគោលបំណងនៃវីដេអូនេះគឺចង់ឲ្យអ្នកគ្នាមានសមត្ថភាពក្នុងការធ្វើលំហាត់តេស្តទាំងអស់នេះដោយអ្នកគ្នាបានឃើញស្រាប់ចឹងនៅក្នុងនោះគឺមានពាក់ព័ន្ធជាមួយវេយ្យាករណ៍3វេយ្យាករណ៍ទី1គឺ verb to be តែអ្នកគ្នាចំណាំតែស្គាល់ណា verb to be មានដូចជាមាន am មាន is មាន are អញ្ចឹងទៅហើយទី2គឺទៅលើ possessive adjectives តែគ្នាយើងហៅថាគុណនាមកម្មសិទ្ធិណាមាន my មាន your មាន his មាន her អញ្ចឹងទៅហើយទី3គឺពាក់ព័ន្ធជាមួយនឹង subject pronouns តែយើងហៅថាសព្វនាមប្រធាននៅក្នុងនេះគេផ្ដោតទៅលើ2ចំណុចទី1គឺនៅពេលដែលសព្វនាមជំនួសឲ្យដល់នាមដែលជាទម្រង់ភោវចនៈហើយនឹងមួយទៀតគឺមានចំនួនជាមួយអញ្ចឹងទៅអញ្ចឹងដើម្បីមានសមត្ថភាពធ្វើលំហាត់បែបនេះបានណាអ្នកនរគ្នាត្រូវទៅរៀនវេយ្យាករណ៍ទាំង3ចំណុចនេះសិនអញ្ចឹងកុំឲ្យខាត់ពេលយើងទៅមើលវេយ្យាករណ៍សិនហើយចាំយើងបកមកលំហាត់នេះតាមក្រោយអូខេតោះឥឡូវចូលដល់មេរៀនរបស់យើងណាអ្នកនរគ្នាត្រៀមមានអី note គួរ note ទៅហើយអញ្ចឹងទៅ អញ្ចឹងគោលដៅនៅក្នុងមេរៀនរបស់យើងនេះមែនតើទៅគឺផ្ដោតទៅលើវេយ្យាករណ៍របស់យើង3មិញបូកថែម2ចំណុចទៀតហើយ2ចំណុចហ្នឹងគឺទី1មាន article ដែលយើងប្រើជាមួយនាមណាហើយ article នេះគឺមានមានហើយមួយទៀតគឺការបង្កើតទំនោរសំណួរទូទៅរបស់យើងហើយបញ្ជាក់គោលបំណងនៃការធ្វើវីដេអូនេះគឺសម្រាប់អ្នករៀនភាសាអង់គ្លេសកម្រិតដំបូងអញ្ចឹងណា ហើយសម្រាប់គ្នាយើងដែលអត់ទាន់ច្បាស់ក៏អាចមើលវីដេអូនឹងបានដែរដើម្បីឲ្យពួកយើងនឹងគឺទទួលបានចំណេះដឹងច្បាស់បន្ថែមលើសមួយកម្រិតទៀតអូខេឥឡូវចូលដល់ខ្លឹមសារទី1ពាក់ព័ន្ធជាមួយនឹងគេហស័ព្ទ to be ដូចគ្នាយើងដឹងស្រាប់គេហស័ព្ទ to be របស់យើងគឺមាន3ប៉ុន្តែគេហស័ព្ទទាំង3ហ្នឹងគឺប្រើជាមួយប្រធានខុសៗគ្នាអញ្ចឹងយើងក៏លេចមើលអឺទី1នេះសិន I am អញ្ចឹងណាអ្នកនរ I ប្រើជាមួយនឹងគេហស័ព្ទ to be am តែយើងទៅសេកាត់ថា am ល្បះរបស់យើង I am Lisa បើយើងបកខ្ញុំឈ្មោះ Lisa អូខេទី2ជាមួយនឹងគេហស័ព្ទ are នេះគឺយើងប្រើជាមួយនឹង you ដែលយើងនិយាយថា you are ឬក៏យើងនិយាយកាត់ថា your ដូចជានៅក្នុងល្បះនេះជាប្រភេទសំណួរណាគេសួរថា Where are you from អ្នកនរគ្នាឃើញទេអញ្ចឹងyou នេះគឺប្រើជាមួយ to be are ហើយសំណួរនេះគេសួរថាតើអ្នកមកពីណាអូខេតោះណាអ្នកនរគ្នាណា I am you are ទី3ហ្នឹងគឺយើងមាន he មាន she ហើយនឹងមាន it 3នេះគឺប្រើជាមួយ to be is ដូចគ្នាណាហើយយើងទៅសេកាត់ his she's ហើយនឹង its អូខេ3ហ្នឹងណាឧទាហរណ៍ My name is John តែគ្នាមើលណាគេប្រើ to be is អូខេទី2 She is a bank manager ចាំមើលណាប្រធានរបស់យើងគឺ she យើងប្រើជាមួយនឹង is អូខេអញ្ចឹងយើងក៏លេចមើលអត្ថន័យរបស់វា My name is John ឈ្មោះរបស់ខ្ញុំគឺ John អូខេមួយនេះ She is a bank manager នាងគឺជាអ្នកគ្រប់គ្រងធនាគារម្នាក់អញ្ចឹងទៅអូខេយើងមើលល្បះបន្ទាប់អឺ we គឺយើងប្រើជាមួយនឹង are ដែរអូខេឬក៏យើងនិយាយកាត់ថា we're ឧទាហរណ៍ដូចជា we are students ពួកយើងគឺជាសិស្សអូខេនេះហើយមួយចុងក្រោយគេ they គឺប្រើជាមួយនឹង are ដែរឬក៏យើងនិយាយកាត់ថា they are នៅក្នុងល្បះ they are from the USA ពួកគេគឺមកពីសហរដ្ឋអាមេរិកចឹងទៅអញ្ចឹងយើងយល់ណាប្រធានរបស់យើងគឺប្រើជាមួយនឹងគេស័ព្ទ to be ខុសៗគ្នា I am you are he she it ប្រើជាមួយនឹង is we are they are អូខេអញ្ចឹងការប្រើប្រាស់នៅពេលណាដែលយើងប្រើប្រាស់ជាមួយនឹងគេស័ព្ទ to be អញ្ចឹងទី1គឺយើងប្រើនៅពេលដែលយើងនិយាយអំពី name ឈ្មោះយើងណែនាំខ្លួនឯងយើងណែនាំពីអ្នកដទៃថាគេឈ្មោះអីអញ្ចឹងទៅគឺយើងប្រើគេស័ព្ទ to be ហ្នឹងទី2គឺ jobs
ពាក់ព័ន្ធជាមួយនឹងការងារយើងចង់ប្រាប់ថាយើងជានរណាគេធ្វើការងារអីអញ្ចឹងណាដៃគូរបស់យើងគាត់ធ្វើការងារអីអញ្ចឹងគឺយើងប្រើ to be ហ្នឹងទី3គឺ nationalities និយាយពីសញ្ជាតិសញ្ជាតិខ្ញុំជនជាតិខ្មែរ I am Cambodia អ្នកជាជនជាតិអីអញ្ចឹងយើងប្រើទៅតាមប្រភេទ to be ឲ្យត្រូវតាមប្រធាននឹងឯងfeeling ពាក់ព័ន្ធមួយអារម្មណ៍ដូចថាខ្ញុំ happy I am happy ខ្ញុំរីករាយyou are sad អ្នកឯងក្រៀមក្រំអញ្ចឹងទៅពាក់ព័ន្ធមួយ age អាយុអញ្ចឹងយើងចង់ប្រាប់អាយុគេឧទាហរណ៍ I am 28 years old ខ្ញុំ28ឆ្នាំyou are 15 years old អ្នកឯង15ឆ្នាំអញ្ចឹងទៅហើយមួយចុងក្រោយគឺ location ឧទាហរណ៍ខ្ញុំនៅផ្ទះអញ្ចឹង I am at home អញ្ចឹងណាអូខេអញ្ចឹងទៅលើចំណុចដែលត្រូវប្រយ័ត្នពាក់ព័ន្ធមួយគេសព្ទ to be គឺត្រូវឲ្យច្បាស់ថាគេសព្ទ to be របស់យើងគឺប្រើជាមួយប្រធានអីឲ្យត្រូវដោយដែលបានបញ្យល់តាមពីខាងដើមនេះហើយនឹងការប្រើប្រាស់របស់វាការប្រើប្រាស់របស់វាគឺដូចបាននិយាយនេះមាន4 5 6ចំណុចហ្នឹងទៅហើយកុំភ្លេចមួយទៀតគឺទម្រង់កាត់ដែលយើងហៅថា short form របស់វាណាអូខេខ្លឹមសារទី2ពាក់ព័ន្ធជាមួយនឹង subject pronoun ដែលយើងហៅថាសព្វនាមប្រធានអញ្ចឹងសព្វនាមប្រធាននេះគឺជាសព្វនាមដែលយើងប្រើជំនួសនៅពេលដែលនាមរបស់យើងជាប្រធានហើយយើងអត់ចង់និយាយនាមហ្នឹងម្ដងទៀតទេកុំឲ្យសាំញ៉ាំអញ្ចឹងករណីហ្នឹងគឺយើងប្រើសព្វនាមឲ្យជំនួសឧទាហរណ៍ដូចជាI ខ្ញុំហ្នឹងគឺចង់និយាយនៅពេលដែលយើងចង់ជំនួសខ្លួនឯងអញ្ចឹងណាទី2 you ហ្នឹងគឺយើងនិយាយអំពីអ្នកណាអ្នកដែលស្ដាប់យើងបុគ្គលទី2អញ្ចឹងណាកាលពីយើងគឺអ្នកដែលជាដៃគូរបស់យើងគឺយើងប្រើសព្វនាមជំនួសគឺ you he នេះគឺគាត់ជាមនុស្សប្រុសអូខេគាត់ជាមនុស្សប្រុសបើនិយាយពីសត្វគឺសត្វឈ្មោលអញ្ចឹងណាអាចប្រើជំនួសសត្វបានកន្លែង he នៅក្នុងករណីដែលសត្វនេះជាសត្វសំណប់ចិត្តឬក៏ជា pet របស់យើងអញ្ចឹងទៅshe ហ្នឹងគឺយើងប្រើជំនួសមនុស្សស្រីអូខេមនុស្សភេទស្រីឬក៏សត្វភេទញីអញ្ចឹងទៅដល់ពេលសព្វនាម it គឺយើងប្រើជំនួសសត្វវត្ថុឬក៏គំនិតណាមួយអញ្ចឹងទៅប៉ុន្តែបញ្ជាក់បន្តិចកន្លែង he she ហើយនិង it គឺយើងប្រើជំនួសនាមទាំងឡាយណាដែលមានតែមួយទេអញ្ចឹងណាអូខេ sorry អឺនាមដែលមានតែមួយគឺយើងប្រើជាមួយនឹងករណី he ករណី she ហើយនិងករណី it នេះត្បិតតែវាប្រើនៅក្នុងន័យជំនួសខុសៗគ្នាក្តីតែយើងមកកលេចមើល we ហ្នឹងគឺមានខ្លួនយើងនេះជាអ្នកនិយាយផងហើយនិងដៃគូរបស់យើងផងទាំងអស់គ្នាហ្នឹងយើងហៅថា we តែយើងបកថាពួកយើងអញ្ចឹងណាហើយចំណែកឯ they ហ្នឹងក៏គ្នាច្រើនដែរប៉ុន្តែ they ហ្នឹងរាប់គឺបុគ្គលដទៃក្រៅពីបុគ្គលយើងហើយនិងគ្នាយើងគ្នាដទៃគេផ្សេងទៀតហ្នឹងឬក៏សត្វឬក៏រុក្ខជាតិដែលមានច្រើនអស់ហ្នឹងយើងប្រើ they ហ្នឹងឯងអូខេឥឡូវយើងកន្លែងមើលឧទាហរណ៍នៃការប្រើប្រាស់ហើយយើងមើលណា peers ឈ្មោះណា peer ហ្នឹងគឺយើងជំនួសអាចជំនួសប្រើសព្វនាម he ដោយសារឈ្មោះនេះអាចជាឈ្មោះរបស់មនុស្សប្រុសអញ្ចឹងឧទាហរណ៍ peer is from France យើងឃើញនិយាយអញ្ចឹងយើងអាចនិយាយថា he is from France Catherine ហ្នឹងអាចជាឈ្មោះរបស់មនុស្សស្រីអញ្ចឹងករណីនេះយើងអាចប្រើសព្វនាម she ជំនួសបានអញ្ចឹងយើងអាចនិយាយថា she's my sister ឬក៏ Catherine is my sister អញ្ចឹងទៅកន្លែងដែលត្រូវ note អ្នកនរគ្នាសូមប្រយ័ត្នណាបញ្ជាក់ម្ដងទៀតសព្វនាមគឺយើងប្រើជំនួសនាមអញ្ចឹងបើនាមយើងជាបុគ្គលមនុស្សប្រុសយើងប្រើ he តែបើនាមរបស់យើងជាសត្វយើងអាចហើយសត្វហ្នឹងមានតែមួយក្បាលអញ្ចឹងយើងប្រើ it អញ្ចឹងទៅប៉ុន្តែបើសិនបើមានគ្នាច្រើនហើយអត់មានចូលជាមួយគ្នាយើងទេយើងអាចប្រើ they តែបើមានគ្នាយើងចូលជាមួយឬក៏យើងចូលជាមួយយើងប្រើ we អញ្ចឹងទៅអូខេទី3ពាក់ព័ន្ធជាមួយនឹងpossessive adjectives ដែលយើងហៅថាគុណនាមកម្មសិទ្ធិបញ្ជាក់បន្តិចការដែលយើងប្រើគុណនាមកម្មសិទ្ធិគឺយើងចង់និយាយថានាមហ្នឹងជារបស់អ្វីមួយឬក៏របស់នរណាម្នាក់អញ្ចឹងណាហើយយើងប្រើវាដាក់ជាប់ជាមួយនឹងនាមនោះអញ្ចឹងឧទាហរណ៍ដូចជាអីខ្លះយើងមើលមានដូចជា its មាន our មាន their អូខេits ហ្នឹងបកថារបស់វាឬក៏របស់ខ្លួនដល់ពេល our បកថារបស់ពួកយើងចំណែកឯ their នេះរបស់ពួកគេចុះក្រៅនោះមានអីទៀតមានដូចជានៅនេះឧទាហរណ៍ជាក់ស្ដែងដូចជា my
My ហ្នឹងគឺចង់និយាយថាវាជារបស់ខ្ញុំឧទាហរណ៍ My name is Lisa ឈ្មោះរបស់ខ្ញុំគឺ Lisa អ្នកនាងឃើញទេគេប្រើ my ដាក់នៅខាងមុខនាមមួយឈ្មោះ name ហ្នឹងណាអូខេដល់ពេលyour ម្ដង your បកថារបស់អ្នកអញ្ចឹងណាឧទាហរណ៍ What is your name តើឈ្មោះរបស់អ្នកគឺអ្វីអញ្ចឹងយើងឃើញទេគេដាក់ពពួកគុណនាមកម្មសិទ្ធិនៅខាងមុខនាមដើម្បីបង្ហាញពីកម្មសិទ្ធិរបស់គុណនាមមួយនោះទី3 his យើងបកថារបស់គាត់គឺថា his name's Richard ឈ្មោះរបស់គាត់គឺ Richard អូខេសំណួរសួរថាឈ្មោះនរណាគេឈ្មោះគាត់តទៀត her ហ្នឹងយើងបកថារបស់នាងឧទាហរណ៍ដូចជាអឺ what is her job តើការងារនាងការងាររបស់នាងគឺអ្វីអញ្ចឹងណាការងាររបស់ពីណារបស់នាងអូខេអាហ្នឹងឯងដែលយើងនិយាយអំពីគុណនាមកម្មសិទ្ធិគឺយើងដាក់វានៅជាប់ជាមួយនាមដើម្បីបង្ហាញពីកម្មសិទ្ធិរបស់នរណាម្នាក់អញ្ចឹងអ្នកនរគ្នាសូមប្រយ័ត្នណាសូមប្រយ័ត្នអីសូមប្រយ័ត្នថាការប្រើប្រាស់របស់គុណនាមកម្មសិទ្ធិគឺយើងដាក់ពពួកគុណនាមនេះនៅខាងមុខនាមមិនមែនដាក់វានៅខាងក្រោយនាមទេអូខេចូលដល់ article ម្ដង article ហ្នឹងបើយើងនិយាយទៅវាគឺជាពាក្យដែលយើងដាក់នៅខាងមុខនាមដែលបង្ហាញអំពីចំនួនរបស់នាមហ្នឹងអញ្ចឹងណាតើនាមហ្នឹងគឺមានប្រមាណដោយយើងដឹងស្រាប់ហើយនិងហ្នឹងគឺយើងឃើញច្រើនយើងប្រើជាមួយនឹងពពួកនាមឯកវចនៈដែលយើងហៅថា singular noun អញ្ចឹងណាអញ្ចឹងយើងមើលការប្រើប្រាស់របស់គឺយើងដាក់នៅខាងមុខនាមណាដែលមានសំឡេងជាពពួកព្យញ្ជនៈដែលយើងហៅថា consonant sound អឺឧទាហរណ៍ដូចជាគេbank manager អ្នកនេះឃើញនៅខាងមុខពាក្យ bank ទេ bank សំឡេងរបស់វាគឺបក់សំឡេងរបស់ព្យញ្ជនៈណាអញ្ចឹងយើងប្រើbank manager យើងបកថាអ្នកគ្រប់គ្រងធនាគារម្នាក់អញ្ចឹងណាចុះដល់ពេល earn គឺយើងដាក់ earn នៅខាងមុខនាមទាំងឡាយណាដែលមានសំឡេងស្រៈដែលយើងហៅថា vowel sounds vowel sound ហ្នឹងឧទាហរណ៍ដូចជា earn umbrella នេះសំឡេងស្រៈអូខេសំឡេងស្រៈគឺនៅខាងមុខនេះឯង umbrella បានតែសំឡេងស្រៈ earn umbrella ឆាត់មួយអូខេអញ្ចឹងពាក់ព័ន្ធជាមួយការប្រើប្រាស់និង earn សូមប្រយ័ត្នជាមួយនឹងពាក្យដែលនៅខាងក្រោយវាតើវាផ្ដើមដោយស្រៈឬក៏ព្យញ្ជនៈអញ្ចឹងការប្រើប្រាស់របស់វាក្នុងស្ថានភាពមានទាំងអស់គឺ4ទី1យើងប្រើនិង earn ដាក់នៅខាងមុខនាមក្នុងករណីដែលយើងចង់និយាយថានាមហ្នឹងគឺមានតែមួយទេទី2យើងដាក់នៅខាងមុខនាមនៅពេលដែលយើងនិយាយវាជាលើកដំបូងហើយទី3គឺយើងប្រើវាជារឿយៗហ្នឹងគឺនៅខាងមុខការងារដូចថាយើងធ្វើការងារជាអីឧទាហរណ៍ I am a student ការងារខ្ញុំជាសិស្សyou are a teacher អ្នកជាគ្រូម្នាក់អញ្ចឹងទៅហើយចំណុចមួយទៀតគឺពាក់ព័ន្ធជាមួយ nationality យើងជាសញ្ជាតិអីជាជនជាតិអីអញ្ចឹងណាគឺយើងប្រើជាមួយ article អញ្ចឹងទៅមួយចុងក្រោយការប្រើប្រាស់ក្បួនវេយ្យាករណ៍ដើម្បីបង្កើតជាសំណួរទូទៅយើងហៅថា basic questions សំណួរទូទៅយើងហ្នឹងគឺឧទាហរណ៍ដូចជាបែបនេះកាលណាអ្នកនាងបង្កើតសំណួរគឺយើងតែងតែឃើញមានជាទូទៅមានពាក្យ what មានពាក្យ where អីចឹងឯងអូខេប៉ុន្តែត្រូវចាំថាសំណួររបស់យើងគឺមានគោលដៅផ្សេងៗគ្នាហើយអាពាក្យដែលសំណួរហ្នឹងគឺយើងប្រើក្នុងចេតនាផ្សេងៗឧទាហរណ៍ដូចជា what is បើយើងប្រើសំណួរដោយផ្ដើមដោយ what គឺយើងសួររកអីមួយឬក៏យើង ask for information ដូចជា name ដូចជា job ដូចជាអីចឹងទៅយើងសួររកព័ត៌មានដូចជាឈ្មោះដូចជាទីកន្លែងការងារចឹងទៅដល់ពេល where are សំណួរដែលផ្ដើមដោយwhere នេះគឺសួររកទីកន្លែងដែលយើងហៅថា location ចឹងណា where is ឬក៏ where are ទី3 how old is ឬក៏ how old are សំណួរ how old ហ្នឹងគឺយើងសួររកអាយុប្រមាណអញ្ចឹងណាឧទាហរណ៍ដូចជា question how old are you ឬក៏ how old is she អញ្ចឹងណាអ្នកនេះកុំភ្លេចណា to be របស់យើងគឺត្រូវតែប្រើឲ្យស្របជាមួយនឹងប្រធានរបស់យើងអញ្ចឹងប្រធានរបស់យើងអីគឺយើងដាក់ជាមួយនឹង to be ហ្នឹងឲ្យត្រូវដូចក្នុងចំណុចដំបូងរបស់យើងណាអូខេ
អញ្ចឹងការបង្កើតសំណួរអាចជាសំណួរពេញបែបនេះឧទាហរណ៍ជា What is your name? Where are you from? How old is your aunt? អញ្ចឹងទៅហើយរបៀបសរសេរគឺយើងផ្ដើមដំបូងគេហៅថា question words question word ហ្នឹងគឺជាពាក្យសំណួរដូចជា what where how អីអស់ហ្នឹងឯងណាហើយបន្តមកទៀតអ្នកនាងត្រូវការដាក់កិច្ចសព្ទ to be ហើយការដាក់កិច្ចសព្ទ to be គឺអាស្រ័យទៅលើប្រធានដែលនៅខាងក្រោយនេះឯងបើប្រធានរបស់យើងជា you អ្នកនាងដឹងហើយមិញគឺប្រើជាមួយនឹង are តែបើប្រធានរបស់យើង she គឺយើងប្រើជាមួយនឹង is ចុះបើឈ្មោះមនុស្សម្នាក់បើឈ្មោះមនុស្សម្នាក់យើងមើលភេទរបស់គាត់ថាភេទប្រុសឬក៏ភេទស្រីបើភេទប្រុសប្រើមួយ is អញ្ចឹងទៅអូខេភេទស្រីប្រើមួយ is ប៉ុន្តែពាក្យខាងក្រោយរបស់យើងគឺ he ឬក៏ she ទៅតាមភេទរបស់គាត់ឥឡូវចប់ហើយមេរៀនរបស់យើងសង្ឃឹមថាអ្នកនាងអាចតន់បើអ្នកនាងអត់តន់ទេអាចធ្វើការ pause ទៅលើចំណុចហ្នឹងហើយមើលឡើងវិញឬក៏អញ្ចឹងទេអ្នកនាងអាច comment ជាសំណួរនៅខាងក្រោមវីដេអូហ្នឹងបានហើយចុងក្រោយអ្វីដែលអ្នកនាងត្រូវការចងចាំការប្រើប្រាស់ to be វាអាស្រ័យទៅលើសព្វនាមរបស់យើងដែលយើងហៅថាសព្វនាមប្រធានរបស់យើងហើយចំពោះគុណនាមកម្មសិទ្ធិវាប្រើដើម្បីបង្ហាញពីកម្មសិទ្ធិរបស់នរណាម្នាក់អញ្ចឹងអ្នកនាងសូមដាក់វាត្រូវទី3ការប្រើប្រាស់និង earn គឺសូមប្រើឲ្យច្បាស់នៅខាងមុខពាក្យនាមទាំងឡាយណាដែលមានសំឡេងជាព្យញ្ជនៈហើយចំណែក earn គឺពាក្យនាមទាំងឡាយណាដែលជាស្រៈសំឡេងរបស់វាណាយើងអត់និយាយពីអក្សរយើងនិយាយពីសំឡេងហើយទៅលើការអនុវត្តសួរសំណួរសូមអ្នកនាងអាចចាប់ផ្ដើមអឺសួរហើយសូមផ្ដោតទៅលើគោលដៅឲ្យច្បាស់យើងសួររកអីសួររកអ្វីមួយសួររកទីកន្លែងឬក៏យ៉ាងណាអ្នកនាងដាក់ពាក្យសំណួរឲ្យទៅហើយ follow ទៅតាម structure ទម្រង់សំណួររបស់យើងអឺរឿងសំខាន់រៀនហើយអ្នកនាងត្រូវការអនុវត្តកុំភ្លេចយកទៅអនុវត្តហើយរំលឹកខ្លួនឯងឡើងវិញផងសូមចាំថាអ្វីៗគ្រប់យ៉ាងគឺយើងប្រកាសជាអាចធ្វើបានល្អ You are doing great just keep practicing អូខេអញ្ចឹងមេរៀនរបស់យើងមានប៉ុណ្្នឹងឯងអរគុណច្រើនសម្រាប់អ្នកនរគ្នាដែលបានចំណាយពេលទស្សនាវីដេអូនេះសង្ឃឹមថាអ្នកគ្នាបានប្រយោជន៍បានចំណេះហើយបើសិនអ្នកគ្នាចូលចិត្តជួយ like ជួយ subscribe ហើយយើងជួបគ្នាជាមួយវីដេអូផ្សេងទៀតនៅពេលក្រោយអរគុណ